praying for you. I am so excited that you guys get to, first of all, that my name is Kuparang. If you're not familiar, an opportunity to talk to one of your staff members or people around you about the Lord and what He's doing. ចំណាប់អារម្មណ៍ខ្ញុំមកបោះជំរំនេះគឺមានការលើកទឹកចិត្តច្រើនដូចជាធ្វើឲ្យយើង relax ពីការសិក្សាខ្ញុំក៏ជាទាំងអស់មករាល់ដងគឺពេលណាលេងបានតែគេគាត់ហើយពេលខ្លះទៀតគឺខ្ញុំអត់បានលេងសោះហើយហ្គេមដែលខ្ញុំចាប់អារម្មណ៍ជាងគេខ្ញុំមកជិត10ដងហើយគឺមានតែហ្គេមមួយតែខ្ញុំលេងបានម្ដងគត់គេដែរហ្គេមហត់លើកធំតែកាត់ធំតែលើកចងហើយយោខាងពីមួយគេច្រើនតែសារខ្ញុំមិនមានអ៊ីនត្រូវើតអ៊ីនហើយអត់ស្គាល់ចូលពេលខ្ញុំបានជួយខាង Worship team មួយការជំនុំថ្មីចាខ្ញុំពេលដែលគាត់មកពីវត្តចំនួនគាត់និយាយខ្ញុំមកពីក្រុមលោកនៃជនរស់របស់សញ្ញាតែពេលមកចង់ណាពេលនេះចូលគាត់ចូលចាប់លើឈីទៅនេះហើយយើងអត់មានរត់ជុំទៀតពីយើងអត់ក៏សម្រាប់ក៏ព្រោះតែនេះខ្ញុំស្រែកហៅនាមព្រះអង្គខ្ញុំស្រែកហៅនាមព្រះអង្គជាចំនួនមួយដែលយកចិត្តទុកដាក់ទៅលើសុខភាពសង្គមផងដែរព្រះម្ចាស់ឲ្យទូលបង្គំអរគុណព្រះអង្គដែលព្រះបានត្រាស់ហើយប៉ុន្តែគឺជាផែនការរបស់ព្រះអង្គព្រះម្ចាស់ឲ្យទូលបង្គំអរគុណព្រះអង្គហើយព្រះអង្គក៏បង្ហូរសេចក្តីស្រឡាញ់តាមរយៈមនុស្សជាច្រើនដែលបានថ្វាយជុំគ្នានៅរាត្រីនេះផងដែរព្រះម្ចាស់ហើយមិនមានព្រះម្ចាស់ក៏មិនមានរាត្រីនេះកើតឡើងផងដែរកណ្ដាលពួកគាត់ទាំងអស់គ្នាហើយនៅរាត្រីនេះដែលគាត់បានចំណាយពេលដើម្បីមិនមែនតែពេលរាត្រីនេះប៉ុន្តែពេញនៅក្នុងជីវិតរបស់ផងគាត់ផងដែរគឺបងទ្រង់អាចធ្វើម្ដងទៀតអំណាចចេស្តាគ្មានព្រះឯណាអាចប្រៀបស្មើទ្រង់គេរោដល់ផ្លៃតែឡើយពេលថៃគេនឹងខ្ញុំចូលរួមដែរតាំងពីនឹងមកកាត់រហូតដល់ទៅបាយយើងមកអស់តែឡើយខ្ញុំកូនអរគុណបងថ្ងៃទីមុនថ្ងៃវត្តថ្ងៃមុនកូនថាព្រះអង្គអស្ចារ្យខ្ញុំប្រកែកដូចពេត្រុសប្រកែកព្រះយេស៊ូវអញ្ចឹងថាអរគុណមកទីប្រកែកទៅមុនលៀនហ្នឹងជាពាក្យរបស់ណាគេនិយាយបងរោមការរបស់ខ្ញុំនេះតែខ្ញុំគិតថាប្រមមិនមែនប៉ះពាល់តែចិត្តយុវជនយើងជាង100នាក់ដែលមកពីនេះទេប៉ុន្តែប្រមប៉ះពាល់ចិត្តតែមានអារម្មណ៍ដូចអារម្មណ៍មានតែដកជាប់មួយចិត្តភាពនៅទីនេះហើយមួយទៀតអ្វីដែលខ្ញុំឆ្លៃផុតនៅពេលដែលខ្ញុំមកបោះជំរំនៅទីនេះជាខុសពីអ្វីដែលខ្ញុំទៅសិក្សាសាសនា